កម្ពុជាថៃបន្តបេសកកម្មស្វែងរកចំណុចកណ្ដាលការបដិញ្ញាចិត្តរួមគ្នាដើម្បីសន្តិភាពនិងស្ថិរភាពយូរអង្វែងតាមព្រំដែននៅថ្ងៃទី29ខែមករាឆ្នាំ2026វេលាម៉ោង 9 នាទីព្រឹកនេះកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC រវាងយុទ្ធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយបន្ទាប់ពីដំណើរការអស់រយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមករាឆ្នាំ2026ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាទល់នឹងខេត្តស្រះកែវព្រះរាជាណាចក្រថៃគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍តូសកឹមប៉ាប្រធានក្រុមលេខាធិការ OBC កម្ពុជានិងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមសេនីយ៍តូភិថាយ៉ាគុលពូសវណ្ណប្រធានក្រុមលេខាធិការ OBC ថៃសូមជម្រាបជូនផងដែរថាដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នាមួយនៅឡើយដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញដើម្បីបន្តផ្លាស់ប្តូរឯកសារនិងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខានិងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC រវាងយុទ្ធភូមិភាគទី5របស់កម្ពុជានិងកងទ័ពភូមិភាគទី1របស់ភាគីថៃគួររំលឹកផងដែរថាកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននៅលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរនិងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័សសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមករាឆ្នាំ2026ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT របស់កម្ពុជានិងថៃផងដែរ។